សម្រាប់បងប្អូនយើងដែលចូលចិត្តដើរលេងបោះតង់បែបធម្មជាតិអ្នកចូលចិត្តទេសចរបែបធម្មជាតិបែបព្រៃភ្នំខ្ញុំជឿថាមិនចាំបាច់តាខែវស្សាទេគិតច្បាស់ជាឆ្លៀតពេលច្បាស់ជារោពេលឆ្លៀតទៅបោះតង់ទាល់តែបានជាស្ដែងដូចពួកខ្ញុំហ្នឹងគឺសមាជិក107នាក់នាំគ្នាទៅបោះតង់នៅខ្នងសំពៅខ្នងផ្សារហ្នឹងរយៈពេល2យប់3ថ្ងៃហើយទេសភាពនៅខែហ្នឹងมันអន់ទេបងប្អូនទេសភាពគឺស្អាតថ្ងៃលិចថ្ងៃរះអីគឺមើលទៅស្អាតខ្លាំងមែនទែនតែបើថាស្មៅមិនខៀវមិនអីមែនតែវាបរិយាកាសគឺនៅតែល្អរបៀបខែប្រាំងសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាការរៀបចំតិចទៅចំហទៅវិធីចំហដែលធ្វើនៅលើនងផ្សារតាមផ្លូវខ្ញុំអត់ថតច្រើនតិចតែកុំឲ្យ boring មានក្រុមមានទីផងលេខនេះដូចអ្នកនរគ្នាឃើញចឹងនេះគឺលេខតាមក្រុមលួនមួយមានរហូតដល់9ក្រុមអង្គការទីខាងសុំឲ្យបានគង់នៅជាមួយថ្ងៃត្រង់ព្រឹកថតនេះកម្មាលគេឪហើយបងប្អូនទាំងអស់គ្នាញ៉ាំបាយនៅនេះចិត្តដល់ស្ទងហើយនៅតិចទៀតដល់ស្ទងហើយខ្ញុំនៅកណ្ដាលសាំងបាយបន្ទាប់ពីបាយហើយយើង refill សាំង and then យើងកោតចាក់សាំងរួចហើយឥឡូវរៀបចំអីវ៉ាន់តទៅណាទៅមុខទៀតមានឡានមួយđợiអីវ៉ាន់ច្រើនឡានត្រូវដាក់បាក់ដាក់អីឥឡូវនេះយើងដល់ចំណតទី2កន្លែងហុកទី2វាសម្រាប់នៅនឹងសិនហើយអ្នកខ្លះត្រូវចាក់សាំងគឺចាក់សាំងហើយអ្នកខ្លះត្រូវចាក់សាំងទេក៏សារ៉ាឲ្យម៉ូតូតិចបន្តិចទៅមកយើងបន្តទៅកំពង់លេងឥឡូវបន្ទាប់ពីយើងចាក់សាំងរួចហើយតទៅណាទៅមុខទៀតហើយផ្លូវហ្នឹងគឺផ្លូវទៅកំពង់លេងទៅបតវាធ្លាក់ទៅខ្សែរត់ឲ្យខ្ញុំតខ្សែរត់អត់ទេវាភូឯងបងមានការភូខ្សែយឺតអញ្ចឹងយើងចងសាំងឡើងវិញវ៉ាឡើងសម្រាប់ទៅម៉ូតូមួយមនុស្សម្នាក់ឆ្លោហើយមកសាឡាងខ្ញុំនេះគឺសុទ្ធតែម៉ូតូទាំងអស់ពេញបឹបអូខេ let's go មកដល់ខាងកំពង់ឆ្នាំងហើយដល់ទីស្នាក់ការបរិស្ថានសូរៀបចំអីវ៉ាន់ចងរឹងចងអីតិចហើយចាំយើងទៅជែកគ្នាលេងអរុនសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះពួកយើងរៀបចំឲ្យវ៉ាន់រួចរាល់អស់ហើយកន្លែងនេះកន្លែងយើងគេមុខមិននៅមានបោះតង់មានចងរឹងចងអីនៅស្នាក់ការបរិស្ថានហើយខាងនោះគេកំពុងតែញ៉ាំបាយញ៉ាំអីបាយថាគុំគាត់រៀបចំឲ្យពួកយើងបានកំងគិតមុនស្រាប់ហើយគាត់វាខ្ចប់ស្អាតមែនទែនបានបាយមកកញ្ចប់ហើយរួចខ្លួនស្រាប់អាហារថ្ងៃត្រង់អញ្ចឹងយើងដាក់ជាប់នឹងកាបូបទៅយើងឡើងទៅដល់លើភ្នំយើងលាតបាយញ៉ាំទឹកម្ដងកំបាច់យើងយូការដាំបាយដាំអីណាធ្វើមកណាតែតោះយើងជួបជុំគ្នាពេលព្រឹកមុនចេញទៅណាឡើងទៅលើភ្នំណែបន្ទាប់ពីភ្លៀងហើយមេឃអាប់ស្អាតមែនទែនបងប្អូនអរគ្នាឡើងតប់សេរីមកបរិយាកាសអញ្ចឹងខ្ញុំចូលចិត្តឲ្យតែមកបោះតង់ឬក៏មកតំបន់ព្រៃភ្នំដែលមានភ្លៀងពេលក្បាលព្រលឹមពេលភ្លៀងពេលព្រឹកឬក៏ភ្លៀងពីយប់អញ្ចឹងព្រោះឡងបែកអាប់ស្អាតហ្មងស្អាតខ្លាំងហ្មងដីរឿងល្អិលបន្តិចដីអាប់ផ្លូវរឿងល្អិលទៅបែកហុកតែយ៉ាងណាក៏វាតិចស្រួលខ្លួនជាងយើងអត់ជាងមេក្តៅពេញលេងហើយនេះពេញលេងហើយទៅហើយស្ដីក៏ស្ដីតាអូហើយខំឡើងលើឡានហើយមកដល់ហើយហ្នឹងអត់ឃើញបងឯងងាកមែនងាកឃើញបងបាទមកមកចាំតែមុនអញ្ចឹងហ្នឹងហើយលុយមែនប្រុសសុខសប្បាយអូនសុខសប្បាយបងកាមេរ៉ាអត់ទេទឹកផឹកអត់ទឹកសួស្តីអ្នកនរគ្នាឥឡូវនេះពួកយើងពងនៅជើងភ្នំដែលពួកយើងនឹងត្រៀមដាក់ឡើងទៅក្នុងផ្សារហើយនេះគឺសុទ្ធតែជាបងប្អូនប្រុសរបស់ពួកយើងទៅមានតែប្រុសទេអញ្ចឹងតិចទៀតពួកយើងនឹងដើរយើងអត់ឡើងតាមផ្លូវធំនេះទេដោយសារតែផ្លូវធំនេះវាស្រួលពេកបាទដោយសារប្រុសកាលណាស្រួលពេកគេថាតែប្រុសទេបាទអញ្ចឹងគេទៅរកផ្លូវមួយទៀតតែចាំមើលថាប្រុសទៅផ្លូវណាមិនដែរនៅក្រៅមានហ្គីតាមួយហើយពីមុខមានហើយទឹកហើយនឹង power bank ផើអីហើយនឹងកាបូបដ្រូនមួយឥឡូវពួកយើងចេញដំណើរទៅបណ្ដាំហើយ
bài tới tiền côn vô tức tự bắt hai ở ca tê tự tam côn vô tức một mình là ta bia về ca lại rồi ta về can ta lại cái này là bộ đam chích sẽ đam chích bài này trắng bông của nó nè lặng mà bạn mà màu ấyสระbài này trắng thế này là mong pin đập lại bắt tập pi nhằm bài hai bắt tập đâm na từ mục điện ai mớiไปดูtí xin sao đấy tay xu mình hot đấy hot mình hot thơm mình đã hot mà hot quá làng một đò khang lờ lợi nè trên này phê hai chỉ chất buôn mỏng hot đấy ta lỡ đào một đò đây riệp hai dương bắt to từ mục hai chỉ pram tổng để tí tiệt tôi chọn rừng chọn tòng ấy hết rồi lỡ mình liền lầm tịch mình không ai nên vậy để nhom tôi bật ra mà lỡ ní cứ là lỡ khuôn nhóm miền kịch tá hay đừng trôn hai mấy liền màu prech hay mà một ngôi trâu từng ác này này liềnกันlà khăng hay lỡ miền đó sải tòng tu từng ác này bộ ngon chập trong về chập trong vềตนางเมียนตังมาโจตังกีโจตังหมดดอจมรมโกโกลิโยไอ้ผมเรียบจอมจองตังจองไอ้เอ้ยซีๆมันเนี่ยนั่นก็พันเนี่ยในปุ่มประกาศเพลิงช่องเดบงเอาแต่ช่องกาช่องไหนล่องไหมได้ลองช่องอันนี้เตอร์นั่งเลยเรื่องลองช่องตัวดามเชิดนะไอ้เล็กมันเราตั้งเป็นตนาจะมวยเถจูนเพลิงยังมัวชกทอดแต่ก็อ้อเซอร์ไปได้อันนี้ดับใบเป็นไหมดับใบเลยตาคู่กินก้าวแล้วตั้งเลยใบก็ดำเชนให้โฮบก็เชนคลักได้เนี่ยโฮบเนี่ยเชียนเชนเนี่ยเชียนไอ้นกขันนกปงสงาจุดไตรช่วงปลุกกรุ๊ดเนี่ยปลุกกรุ๊ดเองดักล็อกเจียดแต่มาดองข้างนอกกระปงแต่เรียบจอมกระไรสลับผู้ยืมหนึ่งจุบจุ่มเคลียร์ดำไปถอยมันกลมบอลนั่นไงพี่เด๋อส้มถึงไตแต่มันบ้านร้อยอย่างนั้นบ้านถึงไตเนี่ยโชว์อะไรมวยปีใบฮับยืมไหนยืมเมียนสโลว้าวยืมเมียนออกทองซาเทียนนะคำบอลเอาคนสิจีดอะไรเนี่ยงี้กี่เจียดทางไหนได้บ้างเจียดไอ้นี่ช่วยได้นะเหมือนเจียดไอ้นี่สนามได้ด้วยไม่ยอมไหมđào quân đã lo đã free áo đấy sợ lệnhนี่สโลจังตามมือเตี้ยโอ้ไหนมาบายมาเอาคนมาไหนเนี่ยย้อนนี่มันกี่มันhọ linh của tục bàn du này tục sân chắc mà hộp ấy thọt thôi sẽ cố on chung hộp anh thọt ô sờ ló cái này năng mến năng sờ ló tục sờ ló không năng sờ nó rồi thôi mà đây nhầm chung theo đó nha nhầm bài hai đó nhầm bài thôi nó tôi còn từ bịนี่นั่งในมอเอาแต่เมาบอกตังบอกใบโซไม่มีมุ้ยเฮ้ยขึ้นเองใจเลยเขาต้องได้ชอเลยแต่ปีใบรุ่ยล้างมือจูบจุ่มคนนี้นะทางเรือพนุ่มnhómปีของผมเสียเบียร์ซิมเดียบยังมองทางซ้ายแล้วดีมวยยังได้กระทะจ้องเมาได้จังไปซาตายทับจังได้ลามาแค่เย็นอะไรเย็นแต่ลำเปิงกระทะจ้องเมาได้แต่เต็มพอดบันเมาจังตัวปลาปอสัตว์จ้าชื่อเจอแล้วนี่ยมกันมาดอลพลองเป็นปรึกเฮ้ยยมเจอจุดปะยากาในเป็นปรึกจังเหมือนเดิมเบียอยู่บ้านมือทั้งไงเรียเฮ้ยเรียม้อเมียนก็ไหลจังม้อจมูกหนึ่งพนุ่มหนึ่งคือเมื่อตื่นสะอาดคลังเหมือนเดิมเฮ้ยจอดเบาะม้อที่เจอคือสระสายบัวปะยากาในเป็นปรึกในตามดมบอลไปพนุ่มจังคือสระเนี่ยได้ก็จุดจัดได้เลยบอตังไอ้คือยุลชบ้ามองเรื่องนั้นให้ไปต่อปีจอปีมือทั้งไงเรียมาวิ่งปุยยืมมาฝืนโหบฝืนหาไปประเกยให้นี่บองเจียดสหายมองบ้านกายมวยกันโยมมโป่งยังให้ปุยยังจุ่มนี่ตั้งนี่ปลอกเมียนตามกรมเยอะนะที่บ้านใจจีกรมมากรมบุญดำไผ่เนี่ยไอ้จังตือให้กรมปุยยมนี้จานกูซ้ำได้บรอบเคลียร์ตัวเวียโจđậm để chiêng này trong phải nè đang phải điệp trong đam bài thơm hộp miền nè đam bài miền nè đam bài miền nè đam bài giấy trộm một bộ đó cái này miền nè đam bài có đam bài tới miền nè thơm hộp có thơm hộp từ hay thơm rồi nhiều bụi những đại chân màu nhắm chung cái này rồi hay tránh miền tên bên chân
បើនៅផ្ទះមិនសូវឆ្ងាញ់ទេតែបើជុំគ្នាអញ្ចឹងឆ្ងាញ់ណាស់ហើយកាត់មកដល់ប្លង់កម្មវិធីរបស់ពួកយើងគឺកន្លែងដែលពួកយើងជុំគ្នាប្រុសៗទាំងអស់គ្នាទាំងបាត់ដំបងទាំងភ្នំពេញទាំងសៀមរាបហើយភ្លេចប្រាប់បងប្អូនទាំងអស់គ្នាដែរថានេះគឺជាកម្មវិធីរបស់ក្រុមជំនុំសេរីភាពពួកយើងហៅថា The Hot ហើយបើនិយាយថាឲ្យស្រួលស្រាប់ទៅវាដូចសន្និបាតប្រចាំឆ្នាំរបស់ពួកយើងអញ្ចឹងណាហើយពួកយើងជុំគ្នាទាំងអស់ទាំងក្រុមជំនុំសេរីភាពបាត់ដំបងក្រុមជំនុំសេរីភាពសៀមរាបក្រុមជំនុំសេរីភាពភ្នំពេញពួកយើងមាន3សាខានៅកម្ពុជានេះយើងមាន3សាខាហ្នឹងហើយជុំគ្នាមកយើងច្រៀងយើងសរសើរដល់ការព្រះអង្គដោយសារពួកយើងជាគ្រីស្ទៀនវាជាពេលវេលាមួយដ៏ល្អមែនទែនសម្រាប់ខ្ញុំក៏ដូចជាបងប្អូនប្រុសផ្សេងទៀតដែលពួកយើងបានមកជុំគ្នាអញ្ចឹងពួកយើងបានពិភាក្សាគ្នានិយាយគ្នារបៀបពួកយើងជាមនុស្សប្រុសណាវាមានរឿងជាច្រើនដែលមនុស្សប្រុសមិននិយាយនៅទីសាធារណៈមិនថាទីសាធារណៈទេជារឿងជាច្រើនដែលមនុស្សប្រុសលាក់ទុកលាក់កំបាំងទុកណាតែវាថាមានកម្មវិធីអញ្ចឹងពួកយើងបាននាំគ្នានិយាយគ្នាជជែកគ្នាជីកកកាយនៅរឿងទាំងអស់ហ្នឹងដើម្បីឲ្យពួកយើងអាចថាជួយគ្នាបានក្នុងនាមពួកយើងជាប្រុសយើងជួយវះកាត់នៅកន្លែងណាដែលយើងជាប់គាំងតែគឺថាយើងប្រាប់គ្នាទៅយើងអាចពិភាក្សាគ្នារកកន្លែងដែលយកឈ្នះហើយបន្ទាប់ពីចប់កម្មវិធីពួកយើងឡើងមកកន្លែងខ្នងផ្សារដើម្បីជុំគ្នាអង្គុយនិយាយគ្នាលេងឈៀលចុងកម្មវិធីហ្នឹងញ៉ាំអីលេងជុំគ្នាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងអរគុណជម្រាបលាបាយបាយ